និយាយថាទេចំពោះព័ត៌មានคล้ายៗសួស្តីលោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់ស្ថានីយ៍វិទ្យុ FM 98.5 ខេត្តក្រចេះជាទីមេត្រីតទៅនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានដកស្រង់ពីគេហទំព័រ Free News ស្ដីអំពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសីវិសុនអញ្ជើញជាធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាឯកឧត្តមវង្សសីវិសុនឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានាព្រឹកថ្ងៃទី9ខែតុលាឆ្នាំ2025បានអញ្ជើញជាធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីដែលជាសមាជិករាជរដ្ឋាភិបាលឯកឧត្តមលោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភាតំណាងក្រសួងស្ថាប័នឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតអភិបាលនៃគណៈអភិបាលរាជធានីខេត្តព្រមទាំងលោកស្រីតំណាងដៃគូអភិវឌ្ឍអង្គការសង្គមស៊ីវិលសរុបចំនួន829រោងជាកិច្ចចាប់ផ្ដើមឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសីវិសុនមានប្រសាសន៍ថាពិធីដ៏មានសារៈសំខាន់នេះមិនមែនត្រឹមតែជាការប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនោះទេប៉ុន្តែជាវេទិកាសម្រាប់ជំរុញការទទួលខុសត្រូវរួមគ្នាអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាស្របតាមអភិក្រមជាវគ្គភាពនៃប្រព័ន្ធទូអង្គតែមួយដើម្បីរុញច្រានការអនុវត្តនៅកម្មវិធីនយោបាយយុទ្ធសាស្ត្រវិធានការគន្លឹះនិងអធិភាពនានារបស់រាជរដ្ឋាភិបាលឲ្យបានសម្រេចសមិទ្ធផលដោយការរំពឹងទុករបស់ប្រជាជនក្នុងនាមរាជរដ្ឋាភិបាលឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានវិយតម្លៃខ្ពស់និងកោតសរសើរជាពិសេសចំពោះឯកឧត្តមប៊ិនត្រឆៃរដ្ឋមន្ត្រីក្រសួងផែនការព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងផែនការនិងថ្លែងអំណរគុណចំពោះក្រសួងស្ថាប័នពាក់ព័ន្ធគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគណៈកម្មាធិការតាមដានត្រួតពិនិត្យនិងវិយតម្លៃការអនុវត្តយុទ្ធសាស្ត្របច្ចុប្បន្នដំណាក់កាលទី1និងដៃគូអភិវឌ្ឍនានាដែលបានសហការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភារហូតសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូរំលេចថាតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជាបានរក្សានូវសុខសន្តិភាពឯកភាពជាតិស្ថិរភាពនយោបាយសន្តិភាពសង្គមនិងសុវត្ថិភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់កសាងនិងអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិកម្ពុជាហើយរាជរដ្ឋាភិបាលក្នុងនីតិកាលកន្លងមកបានដាក់ចេញនិងអនុវត្តនូវយុទ្ធសាស្ត្រត្រីកោណនិងយុទ្ធសាស្ត្រចតុកោណទាំង4ដំណាក់កាលដោយសម្រេចបាននូវសមិទ្ធផលធំៗលើគ្រប់វិស័យឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានលើកឡើងថាបច្ចុប្បន្នកម្ពុជាកំពុងតែប្រឈមមុខនឹងភាពមិនប្រកបប្រជានៃស្ថានភាពតំបន់និងសកលបញ្ហាភូមិសាស្ត្រនយោបាយការបែកខ្ញែកនៃសេដ្ឋកិច្ចសកលក៏ដូចជាការចាប់ផ្ដើមងាកមកឯកតោភាគីនិយមរបស់បណ្ដាប្រទេសមួយចំនួនដោយក្នុងនោះមានដៃគូពាណិជ្ជកម្មរបស់កម្ពុជាខ្លះផងហើយកម្ពុជាក៏កំពុងរងសម្ពាធនៃភាពតានតឹងនៅតាមព្រំដែនកម្ពុជាថៃដែលជំរុញឲ្យមានការរឹតបន្តឹងលើការឆ្លងកាត់ព្រំដែនពាណិជ្ជកម្មការនាំចូលនិងការនាំចេញបន្ថែមលើនេះការសម្រេចដាក់ពន្ធ 19% របស់សហរដ្ឋអាមេរិកមកលើការនាំចេញរបស់កម្ពុជាបាននឹងកំពុងបន្តបង្កើនភាពមិនច្បាស់លាស់លើវិស័យនាំចេញរបស់កម្ពុជាក៏ដូចជាការទាក់ទាញការវិនិយោគថ្មីទៀតទោះបីជាក្នុងពេលចំពោះមុខកម្ពុជានៅគ្រប់គ្រងស្ថានភាពបានល្អនៅឡើយការនេះទាមទារការដាក់ចេញនូវវិធានការគន្លឹះជាពិសេសការកែតម្រង់មុតស្រួចតាមវិស័យសំខាន់ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះសម្ដៅធានាថាកម្ពុជានឹងបន្តឈរលើមេគាអភិវឌ្ឍយ៉ាងរឹងមាំនិងធានាបាននូវកំណើនប្រកបដោយចីរភាពនិងសមត្ថភាពទូលំទូលាយសម្រាប់ជាតិនិងប្រជាជនឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបញ្ជាក់ថាទោះជាកម្ពុជាប្រឈមនឹងភាពមិនប្រកបប្រជាខ្ពស់ក្តីរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតចក្ខុវិស័យវែងឆ្ងាយនិងប្រកបនិយមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តបដិញ្ញាចិត្តឥតងាករេក្នុងការធានាឲ្យបាននូវសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យហើយជាលទ្ធផលកម្ពុជាបានទទួលផ្លែផ្កាមួយចំនួនដូចជាការបន្តសម្រេចបាន
កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ2024ប្រមាណ6%និងរំពឹងថាបន្តកំណើនសេដ្ឋកិច្ចក្នុងរង្វង់5%ក្នុងឆ្នាំ2025 ផសសសម្រាប់ប្រជាជនម្នាក់បានកើនឡើង$2,520ក្នុងឆ្នាំ2023ដល់$2,713ក្នុងឆ្នាំ2024និងក្នុងឆ្នាំ2025នេះនឹងឡើងជិតដល់$3,000បន្ថែមលើនេះរាជរដ្ឋាភិបាលក៏បានរៀបចំនិងដាក់អនុវត្តនៅកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនិងកម្មវិធីគាំពារសង្គមផ្សេងៗទៀតសម្ដៅលើកម្ពុជាជីវភាពរស់នៅរបស់ប្រជាជនផងដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូបញ្ជាក់ថាផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាគឺជាឧបករណ៍គោលនយោបាយជាតិគោលតែមួយសម្រាប់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1និងផ្ដល់ការតម្រង់ទិសដល់ការរៀបចំនិងការអនុវត្តផែនការអភិវឌ្ឍតាមវិស័យសម្ដៅជំរុញកំណើនសេដ្ឋកិច្ចបន្តបង្កើតការងារវិភាគផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ធានានូវប្រសិទ្ធភាពនៃស្ថាប័នសាធារណៈនិងរក្សាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងជាការកសាងមូលដ្ឋានគ្រឹះនិងភាពធន់នៃការអភិវឌ្ឍឲ្យកាន់តែរឹងមាំសម្រាប់ការបន្តដំណើរឈានទៅសម្រេចបាននៅចក្ខុវិស័យកម្ពុជាឆ្នាំ2050ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានផ្ដល់អនុសាសន៍មួយចំនួនដើម្បីសម្រេចបាននូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្នស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដូចតទៅទី1ក្រសួងស្ថាប័នត្រូវរៀបចំផែនការអភិវឌ្ឍតាមវិស័យផែនការយុទ្ធសាស្ត្រថវិកានិងផែនការសកម្មភាពរបស់ខ្លួនឲ្យមានភាពផ្សារភ្ជាប់ជាមួយរបៀបវិរៈគោលនយោបាយអាទិភាពដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាទី2គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវសហការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍតាមវិស័យដើម្បីធានាសន្តិភាពអាទិភាពដោយផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាព្រមទាំងរៀបចំកម្មវិធីនយោបាយសាធារណៈឲ្យបានទាន់ពេលវេលាដើម្បីដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគសាធារណៈ3ឆ្នាំរំកិលទី3គ្រប់រាជធានីខេត្តត្រូវរៀបចំផែនការអភិវឌ្ឍរាជធានីខេត្តនិងត្រូវកិត្តគូរៀបចំកម្មវិធីវិនិយោគ3ឆ្នាំរំកិលដែលបានកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌទី4គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តបង្កើនការសម្របសម្រួលគោលនយោបាយជាតិជាមួយនឹងសហគមន៍ដៃគូអភិវឌ្ឍន៍អ្នកផ្ដល់ហិរញ្ញប្បទានដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរួមទាំងកម្មវិធីកែតម្រង់លើគ្រប់វិស័យប្រកបដោយប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាពទី5សូមដៃគូអភិវឌ្ឍន៍ទាំងអស់ទាំងពហុភាគីនិងទ្វេភាគីបន្តធានាថាក្របខ័ណ្ឌនៃជំនួយសម្រាប់ការអភិវឌ្ឍន៍បានតម្រឹមនិងតម្រង់ទិសដៅឲ្យស្របជាមួយនឹងអាទិភាពទាំងឡាយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលហើយហេរញ្ញប្បទានអភិវឌ្ឍន៍ត្រូវបានតម្រឹមជាមួយនឹងកម្មវិធីវិនិយោគសាធារណៈទី6ក្រសួងស្ថាប័នទាំងអស់ដែលទទួលហិរញ្ញប្បទានសម្រាប់អនុវត្តកម្មវិធីគម្រោងនិងសកម្មភាពនានាត្រូវតាមដានត្រួតពិនិត្យនិងវិតម្លៃឲ្យបានជាប្រចាំហើយត្រូវផ្ញើរបាយការណ៍លទ្ធផលនៃការតាមដានត្រួតពិនិត្យនិងវិតម្លៃមកក្រសួងផែនការទៅតាមពេលវេលាកំណត់ទី7ក្រសួងស្ថាប័នទាំងអស់ត្រូវពង្រីកការប្រមូលចងក្រងនិងធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ខ្លួនជាប្រចាំប្រកបដោយសង្កេតភាពដើម្បីគាំទ្រដល់ការតាមដានត្រួតពិនិត្យនិងវិតម្លៃការអនុវត្តឲ្យបានពេញលេញនិងតាមក្របខ័ណ្ឌពេលវេលាដែលបានកំណត់ទី8ក្រសួងស្ថាប័នត្រូវផ្ដល់អាទិភាពខ្ពស់ដល់ការងាររៀបចំផែនការគោលនយោបាយនិងស្ថិតិតាមរយៈការលើកកម្ពស់អង្គភាពនិងមន្ត្រីអនុវត្តការងារនេះដោយបន្ថែមអត្ថប្រយោជន៍និងការលើកទឹកចិត្តតាមលទ្ធភាពក្នុងន័យធានានិរន្តរភាពការងារទី9ដាក់ចេញនូវវិធានការចាំបាច់នានាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមធំៗក្នុងការរៀបចំនិងអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិនិងទី10ក្រសួងស្ថាប័នទាំងអស់ត្រូវបន្តអនុវត្តការងារប្រកបដោយស្មារតីបរិសកម្មសកម្មនិងអន្តរសកម្មបំផុតដោយឈលលើអភិក្រមជាវិភាពនៃប្រព័ន្ធទូអង្គតែមួយជាទីបញ្ចប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានអំពាវនាវដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៅគ្រប់ក្រសួងស្ថាប័នកងកម្លាំងប្រព័ន្ធអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដៃគូអភិវឌ្ឍន៍សង្គមស៊ីវិលអង្គការមិនមែនរដ្ឋាភិបាលនិងវិស័យឯកជនបន្តផ្ដល់កិច្ចសហការនិងការគាំទ្រគ្រប់បែបយ៉ាងឲ្យកាន់តែសកម្មដើម្បីឲ្យក្រសួងផែនការអាចដឹកនាំសម្របសម្រួលតាមដានត្រួតពិនិត្យនិងវិតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភានេះឲ្យទទួលបានជោគជ័យក្រសួងផែនការនិងក្រសួងស្ថាប័នទាំងអស់គ
គួរចាប់ផ្ដើមបង្កើនភាពជាម្ចាស់លើការរៀបចំនិងអនុវត្តក៏ដូចជាការតាមដានត្រួតពិនិត្យនិងវិតម្លៃការអនុវត្តនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិនៅដំណាក់កាលបន្តបន្ទាប់លោកអ្នកនាងទើបបានស្ដាប់នៅព័ត៌មានដកស្រង់ពីគេហទំព័រ Free News ស្ដីអំពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសីវិសុនអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភារាល់ពេលប្រើបណ្ដាញសង្គមត្រូវគិតដល់គ្រោះថ្នាក់នៃព័ត៌មានคล้ายៗដែលអាចកើតឡើង